ដូចជាត្រូវស្នេហ៍ដ៏ជិតមិនរួចឡើយដូចជាត្រូវចិនចង់ស្និទ្ធនឹងត្រានត្រាយមិនបានឃើញមុំដូចនៅមិនសុងឡើយគូក្បាលវិលវល់ច្បុកច្បល់អស់ហើយបើសិនជាព្រៀមធៀមដូចចាំងនឹងផែនដីតែពេលណាទៅបងមានអាការនៅក្បែរសុកចំការសុកស្រែចំការអត់មានអីទេបាទមានតែស្វាយបាទធម្មជាតិដែលដុះនៅក្បែរផ្ទះហ្នឹងពីដុះតែយើងដាំនៅក្បែរផ្ទះហើយមានអីទេបាទសម្រាប់អ្នកសុកចំការដូចជាពួកខ្ញុំបាទហើយក្រៅពីនោះគឺមានដូចជាត្រេនហើយត្រេនខែនេះគឺអត់តន់ទុំទេហើយក៏បានថតដែរដោយសារវាអត់តន់ទុំហើយក៏មានសាវម៉ាវបាទក៏មានផ្លែឈើផ្សេងដែលតាក់ទងជាមួយនឹងចំការបាទហើយខែនេះគឺសម្បូរដោយសាវម៉ាវអញ្ចឹងសាវម៉ាវសម្បូរណាស់បងប្អូនហើយក៏ធម្មជាតិដែរអញ្ចឹងបងប្អូនបានទៅខាងស្រុកស្ទឹងត្រង់បាទផ្លូវទៅបែកលងផ្លូវនេះគឺសម្បូរទៅដោយសាវម៉ាវបាទបញ្ជាក់ម្ដងទៀតថាសាវម៉ាវនៅខាងផ្លូវទៅបែកលងគឺជាសាវម៉ាវធម្មជាតិសាវម៉ាវចំការសុទ្ធរបស់ខ្មែរ 100% អញ្ចឹងបងប្អូនកុំភ្លេចគាំទ្រណាបាទសូមអរគុណ